បាទបងប្អូនទស្សនិកជនជាទីមេត្រីបាទជាប្រវត្តិសាស្ត្រហើយសម្រាប់ប្រទេសកូរ៉េខាងត្បូងដែលមានប្រធានាធិបតីត្រូវបានជាប់គុកអស់មួយជីវិតបាទយ៉ាងណាក៏ដោយបងប្អូននៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នេះគឺតុលាការប្រទេសកូរ៉េខាងត្បូងបានកាត់ទោសឲ្យលោកយុនសុកយុលអតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងនេះឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប៉ុនប៉ងដាក់ច្បាប់អាញាសឹកក្នុងប្រទេសនេះបើយោងតាមប្រភពពីសារព័ត៌មានបរទេសតុលាការប្រទេសកូរ៉េខាងត្បូងបានអះអាងថាការប្រកាសប្រើច្បាប់អាញាសឹករបស់លោកយុនសុកយុលកាលពីជំនាន់លោកនៅជាប្រធានាធិបតីគឺស្មើនឹងអំពើបះបោរដោយបញ្ជាក់ថាលោកបានបញ្ជូនកងទ័ពទៅកាន់បរិវេណរដ្ឋសភាក្នុងគោលបំណងរារាំងសមាជិកសភាពីការបោះឆ្នោតប្រឆាំងនឹងក្រិតរបស់ខ្លួនសវនាការកាត់ទោសលោកយុនសុកយុលនៅពេលនេះត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកូរ៉េនោះផងដែរព្រះរាជអាជ្ញាបានស្នើសុំឲ្យកាត់ទោសប្រហារជីវិតទៅលើលោកយុនសុកយុលទៀតផងប៉ុន្តែតុលាការបានសម្រេចផ្តន្ទាទោសលោកយុនត្រឹមឲ្យជាប់ពន្ធនាគារអស់មួយជីវិតប៉ុណ្ណោះបាទបងប្អូនក្នុងរឿងនេះខ្ញុំបាទសូមបញ្ជាក់ផងដែរថាលោកយុនសុកយុលអតីតប្រធានាធិបតីបាទកាលពីថ្ងៃទី3ខែធ្នូឆ្នាំ2024គឺបានប្រកាសច្បាប់អាញាសឹកបាទហើយក្នុងច្បាប់អាញាសឹកនេះគឺទើបតែប្រកាសបានប្រមាណជា6ម៉ោងប៉ុណ្ណោះរួចក៏លុបចោលវិញប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រោយលោកបានប្រកាសប្រើច្បាប់អាញាសឹកនេះបាទលោកយុនសុកយុលក៏ត្រូវបានចាប់ខ្លួននិងឃុំខ្លួនជាបណ្ដោះអាសន្នស្របពេលដែលព្រះរាជអាជ្ញាកូរ៉េខាងត្បូងស្នើសុំឲ្យកាត់ទោសប្រហារជីវិតលើលោកយុនសុកយុលប៉ុន្តែតុលាការនៅប្រទេសកូរ៉េខាងត្បូងគឺពុំបានឈានដល់កាត់ទោសប្រហារជីវិតទៅលើលោកយុននោះទេដោយសម្រេចផ្តន្ទាទោសឲ្យលោកយុនសុកយុលនេះជាប់គុកអស់មួយជីវិតបាទបងប្អូននេះជាប្រវត្តិសាស្ត្រហើយសម្រាប់ប្រទេសកូរ៉េខាងត្បូងដែលមានប្រធានាធិបតីត្រូវជាប់ពន្ធនាគារហើយការជាប់ពន្ធនាគារនេះគឺពុំមែនកម្រិតស្រាលនោះទេបាទបងប្អូនគឺជាប់ពន្ធនាគារអស់មួយជីវិតទៀតផងឲ្យពេលលោកយុនសុកយុលប្រកាសប្រើច្បាប់អាញាសឹកកាលពីអំឡុងខែធ្នូឆ្នាំ2024កន្លងទៅបាទខ្ញុំបាទមានសេចក្តីរាយការណ៍តែប៉ុណ្ណឹងសិនបាទសូមអរគុណបាទសូមលំអរកាយគោរពបងប្អូនសាធារណជនបាទជាទីគោរពនិងជាទីស្រឡាញ់បាទថ្ងៃនេះត្រូវនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026ក្រុមការងារនៃសារព័ត៌មានដើមរាំងមានរូបខ្ញុំបាទក៏ដូចជាក្រុមការងារនឹងបានចុះដិតយករូបភាពនិងធ្វើការ live ផ្ទាល់ពាក់ព័ន្ធទៅនឹងឈ្មួញទិញស្រូវបាទដោយថ្ងៃមុននេះខ្ញុំបាទបានធ្វើការ live ផ្ទាល់ម្ដងរួចមកហើយពាក់ព័ន្ធទៅនឹងឈ្មួញដែលប្រមូលទិញស្រូវពីបងប្អូនកសិករនៅភូមិត្បូងដំរីឃុំកំពង់ចម្លងស្រុកសាច់កណ្ដាលខេត្តកណ្ដាលនឹងគឺជាង20គ្រួសារទិញអត់ឲ្យលុយគាត់ទេបាទសន្យាថ្ងៃនេះថ្ងៃនោះឲ្យគាត់ប្តឹងផ្ដាល់ទៅมันមានប្រសិទ្ធភាពទេខណៈដែលយើងហៅថាអាចថាជាជនល្មើសចុះបាទជនល្មើសដែលជាអ្នកប្រមូលទិញស្រូវនេះបែរជាកិច្ចវេះនិងគ្មានការទទួលខុសត្រូវទេបណ្ដាលឲ្យពួកគាត់កើតទុកមិនសុខចិត្តនិងទទូចស្នើសុំឲ្យសារព័ត៌មានដើមរាំងធ្វើការផ្សព្វផ្សាយសម្រាប់ជាដំណឹងទៅកាន់ថ្នាក់ដឹកនាំជាពិសេសគឺជាដំណឹងទៅកាន់ស្ថាប័នតុលាការខេត្តកណ្ដាលដូចជាឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបាទសូមមេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់ពួកគាត់ដោយក្តីអនុគ្រោះហើយពួកគាត់នឹងដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាន់ស្ថាប័នអัยការអមសាលាដំបងខេត្តកណ្ដាលនៅពេលឆាប់ខាងមុខនេះហើយបាទជំវិញទុកលំបាកយ៉ាងណានោះខ្ញុំបាទនឹងសម្ភាសពួកគាត់ផ្ទាល់តែម្ដងកុំឲ្យតែនិយាយនេះតែអ្នកសារព័ត៌មានតែដើមរាំងបាទនេះសូមស្ដាប់សម្ដីផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋតែម្ដងបងប្អូនសួរតិចបងប្អូនឈ្មោះអីដែរបាទខ្ញុំឈ្មោះថៃស៊ីប៉ាវថៃស៊ីប៉ាវបាទហើយបងប្អូនចាញ់បោកគេនឹងអស់ប្រហែលលានប្រហែលតោនដែរអូតោនវាគិតជាតោនវាច្រើនហើយលុយជាង5-10លាននៅសអញ្ចឹងមុនដំបូងចិត្ត20លានប៉ុន្តែគាត់ទូទាត់កាត់ថ្លៃបូតកាត់ថ្លៃអីចឹងទៅគាត់ឲ្យបាន2លានអញ្ចឹងនៅសតែជាង5-10លានទេបងសូមបាទច្រើនដែរជាង10លានសម្រាប់យើងកសិករវាច្រើនហើយច្រើនបងបាទបងប្អូនមិនមែនជារឿងធម្មតាទេហើយការច្រូតកាត់ការទិញនឹងតាំងពីឆ្នាំណាដែរបងតាំងពី2025ខែពាក់កណ្ដាលខែ5
មានន័យថាតាំងពីខែ5ឆ្នាំ បាទឆ្នាំ2025 ណា បាទ ឥឡូវនេះមកដល់នេះវាចូលជាងកន្លះឆ្នាំហើយ ជាងកន្លះឆ្នាំមកចិត្តឆ្នាំដែរ ជនដែលឈប់បោកនោះឈ្មោះអីគេបងអូនមើល ឈ្មោះញឹមកំឈី ញ៉ាំកំឈី បាទឈ្មោះគាត់ឈ្មោះពិត ដាក់ចិត្ត បាទ នេះបច្ចេកទេសបាទមើលឲ្យច្បាស់ បាទ បាទហ្នឹងហើយដែលគាត់អះអាងថាមើលដាក់ទៀតដែលគាត់បងប្អូនកសិករយើងថានេះជាជនឆបោកដែលបានប្រម៉ូទទិញស្រូវពីបងប្អូនកសិករយើងមិនឲ្យលុយទេបាទបច្ចេកទេសបាទដាក់ឲ្យច្បាស់ឲ្យយូរបន្តិចបាទនេះបាទបងប្អូនគឺរូបច្បាស់មែនតើគាត់ប្រម៉ូទទិញស្រូវពីបងប្អូនកសិករយើងកាលពីអំឡុងខែ5ឆ្នាំ2025ហើយរហូតមកដល់ខែកុម្ភៈឆ្នាំ2026នេះនៅតែពុំមានការសងប្រាក់ទៅបងប្អូនកសិករយើងទេបាទធ្វើឲ្យបងប្អូនកសិករយើងរងការខាតបង់យ៉ាងធ្ងន់ធ្ងរដោយចំណាយទៅលើថ្លៃជីថ្លៃប្រេងថ្លៃសាំងថ្លៃជួលដីគេបងប្អូនដីនឹងដីបងប្អូនឯងខ្លួនឯងឬមួយក៏ដីជួលគេបង ដីជួលគេទេបាទជួលគេ អូជួលគេទៀត បាទ អីបងអូនមានចពាក់ថ្លៃជីថ្លៃសាំងអីគេ បាទមានតែបងកសិករយើងធ្វើស្រែយើងឥឡូវយើងបដាក់ជីបដាក់ប្រេងគេគិតខែមួយខែអញ្ចឹងយើងគិតគេគិតតែខែទេជីប្រេងអីចឹងថ្នាំយើងបាញ់យើងអីអញ្ចឹងវាចំណាយមកសពវាអស់ច្រើនបងបាទបើសិនជាយើងធ្វើច្រើនក៏យើងចំណាយអស់ច្រើនដែរដល់ពេលអញ្ចឹងទៅលក់ស្រូវឈ្មួញគាត់អត់ឲ្យលុយហ្នឹងយើងដូចថាយើងមានការជួបការលំបាកអត់មានលុយកាក់បាទអត់មានដោះស្រាយទៅលើជីប្រេងគេបាទនៅទល់ស្ងាយបើសិនជាគាត់បានឲ្យមកយើងអាចទូទាត់ត្រូវតម្លៃវាល្អទៅយើងក៏មានកម្លាំងចិត្តធ្វើដូចថាយើងចំណេញច្រើនទៅបើថាតម្លៃស្រូវរៀងអត់ទៅបានថ្លៃយើងក៏ចំណេញតាមនឹងតិចឬក៏រួចខ្លួនទៅឲ្យតែគាត់លក់ឲ្យលុយប៉ុន្តែបើគាត់លក់ឲ្យលុយផងយើងទៅបានអីមានខាតបាទឲ្យលុយទេគាត់ទិញមិនឲ្យលុយ បាទគាត់ទិញឲ្យលុយបាទបាទនិយាយពីបងអូនបងសុំសួរតិចថាតើកាលពីដំបូងដែលស្រូវបងអូនទុំដែលដល់ពេលប្រមូលផលហើយតើស្ត្រីដែលជាជនឆបោកនេះតើគាត់នឹងមកចរចាយ៉ាងម៉េចឲ្យច្រូតកាត់យ៉ាងម៉េចបងអូនរៀបរាប់មានបងមុននឹងយើងច្រូតលក់យើងគាត់មកមើលស្រូវយើងដល់ទីតាំងដល់ស្រែបាទដល់ពេលគាត់មកមើលហើយគាត់បានដាក់ថ្ងៃអូននេះស្រូវអូនឯង 4-5 ថ្ងៃទៅមកទៀតបងអាចយកបានអីបងច្រូតអីយើងក៏ឯកភាពគ្នានិយាយតម្លៃជាមួយគាត់ទៅ1គីឡូម៉ានទេការលក់ហ្នឹងស្រូវក៏រៀងថ្លៃដែរគាត់ឲ្យ930រៀលអូ1គីឡូជាង900រៀលបាទដល់ពេលចាំទៀតច្រូតអីយ៉ាងដល់ពេលច្រូតហើយគាត់បានដឹកស្រូវហ្នឹងយកទៅផ្ទះគាត់បាទយកច្រូតហើយហ្នឹងអីតែមិនថាប្តីច្រូតអីតែមិនប្តីគាត់អ្នកច្រូតប្រពន្ធគាត់អ្នកទិញបាទប្តីគាត់មានម៉ាស៊ីនច្រូតប្តីប្រពន្ធអ្នកទិញយកដឹកបាទឈ្មោះទិញស្រូវប្តីខាងម៉ាស៊ីនច្រូតហើយដឹកស្រូវហ្នឹងយកទៅផ្ទះប្តីគាត់ទៀតប្តីនេះឈ្មោះអីប្តីហ្នឹងឈ្មោះហៅសុងហេងនៅភូមិអីនៅភូមិត្បូងដំរីឃុំកំពង់ចម្លងសសកណ្ដាយើងត្បូងដំរីយើងហ្នឹងហៅគាត់ត្បូងដំរីយើងហ្នឹងទេប្តីណាបាទហើយដល់ពេលច្រូតហើយយកស្រូវយើងទៅអស់ហើយដឹកទៅអស់ហើយចេះសន្យាថាថ្ងៃនេះនោះចឹងបាទគាត់សន្យាជាមួយយើងអូននេះបងទិញស្រូវហ្នឹងត8ថ្ងៃឡើងយូរឯងបងនឹងកាត់លុយឲ្យបងឯងហើយមានន័យថាគាត់ខ្ចីយកស្រូវយើងទៅលក់ហើយដើម្បីយកលុយមកឲ្យយើងណាបាទដល់ពេលលក់ស្រូវអស់ហើយអត់ឲ្យលុយយើងទេអត់ឲ្យទេគាត់សន្យាចោលបាទបងប្អូននេះជាចេតនាទុច្ចរិតតែម្ដងដោយធ្វើការរំលោភលើសេចក្តីទុកចិត្តរបស់បងប្អូនកសិករយើងដែលគាត់លំបាកណាស់ក្នុងការបង្កើនផលកសិកម្មដោយបងប្អូនយើងដឹងហើយ5ថ្ងៃ5វាលបែរជាត្រូវរងគ្រោះដោយសារឈ្មួញទុច្ចរិតបាទមានចេតនាឆបោកពួកគាត់ទិញស្រូវពួកគាត់មិនឲ្យលុយទេបាទនេះជារឿងពិតបើមើលសរុបទៅប្រហែលគ្រួសារបងអូនវាជាងគាត់ទៅប្រហែលជាង10គ្រួសារបងជាង10 7 20អញ្ចឹងបាទ7 20បាទ